តើបងប្អូនថ្ងៃនេះដែរនាងខ្ញុំចង់បង្ហាញបងប្អូនពីការឡើងប៉ាក់ប្រភេទប៉ាក់អង្កាំដើម្បីធ្វើជូនភ្ញៀវបងប្អូនជាទូទៅការប៉ានប៉ាក់គឺបងប្អូនត្រូវតែរៀបទាំងអាវរបស់យើងឲ្យបានរៀបរយនៅលើម៉ាឡកាំងហើយចាប់ផ្ដើមយើងប៉ានប៉ាក់ពីលើណាបងប្អូនដោយសារអាវមួយប្រភេទនេះគឺយើងដេរបកកាក់រួចរាល់ទើបនឹងខ្ញុំធ្វើការប៉ានប៉ាក់បងប្អូនដោយសារតែប៉ាក់មួយប្រភេទនេះគឺយើងប៉ានឡើងទៅដល់លើបងប្អូនទៅដល់កដោយសារតែជាប្រភេទអាវកតាំងអញ្ចឹងគឺយើងកូនកាក់ផ្នែកខាងក្នុងរួចរាល់ទើបយើងប៉ានប៉ាក់ឡើងទៅដល់កតែម្ដងបងប្អូនហើយយើងចាំសម្រួលតាមក្រោយទៀតជាទូទៅបងប្អូនការប៉ានប៉ាក់គឺខ្ញុំនៅសល់ខាងមុខនេះខ្ញុំទាញសម្រួលវានៅខាងចំហៀងចង្កេះជុំវិញអស់ហើយតែវានៅសល់ចន្លោះខាងនេះគឺបងប្អូនធ្វើការកាត់ដើម្បីក្រោកវាឲ្យបានស្អាតបងប្អូនហើយការក្រោកនេះដែរបងប្អូនក៏ត្រូវតែមានការប្រុងប្រយ័ត្នដូចគ្នាដែរហើយទី1ទី2បងប្អូនត្រូវតែដេរឲ្យកន្លែងនេះបានរៀបរយហើយដេរឲ្យបានជាប់មួយទៀតបងប្អូនយើងត្រូវតែអឺប៉ាក់ជាទូទៅយើងកាត់ក្របបងប្អូនត្រូវតែរកចំណុចវាក្របឲ្យវាស៊ីជាមួយនឹងការផងដែរបើសិនជាបងប្អូនដាក់ខាងក្រោមខាងលើវាមានទំហំធំខ្លាំងពេកក៏ធ្វើឲ្យប៉ាក់យើងក្របពីលើគ្នាមើលទៅឃើញដឹងថាអីវ៉ាន់ដែលយើងដាក់ក្រៅពីលើគ្នាគឺតបែបហ្នឹងអញ្ចឹងណាបងប្អូនហើយការចេញផ្ទុយត្រីគឺនេះខ្ញុំបញ្ចេញខាងមុខនេះក៏ខ្ញុំបញ្ចេញដែរបងប្អូនដោយសារតែយើងចង់ឲ្យវាបាសនៅផ្នែកទាំងអាវរបស់យើងនឹងវារលកជុំវិញនឹងបានស្អាតបងប្អូនណាបើសិនជាបងប្អូនមានចម្ងល់អីបងប្អូនអាចសាកសួរក្នុងវីដេអូនេះបានខ្ញុំនឹងឆ្លើយប្រាប់បងប្អូនពីវិធីក្នុងការដេរដូចគ្នាគឺអត់កំណាញ់ចំពោះបងដែលគាត់ឆ្លាញ់ផ្នែកកាត់ដេរនឹងទេណាជាប្រភេទអាវវាក្លៀកទេបងប្អូនជាអាវប្រឆិតកដែលយើងកាត់តម្រូវភ្ញៀវដែរបងប្អូនដោយសារតែអាវនេះគឺភ្ញៀវគាត់មានរាង size M បងប្អូនឃើញតែរាងអាវនេះគឺស្រស់ស្អាតបាត់ទៅហើយបងប្អូនតែខាងក្នុងគឺយើងម៉ូដអាវនេះគឺយ៉ាងសិចស៊ីកន្លែងទូបន្តិចបងប្អូនតែជាទូទៅបងប្អូនកន្លែងនេះគឺយើងធ្វើដើម្បីភាពស្រស់ស្អាតសម្រាប់បងយើងអាចបញ្ចេញសាច់ទូតិចតិចកន្លែងទូនេះគឺស្អាតបងប្អូនហើយការប៉ាន់ប៉ាក់ក៏ដូចគ្នាដែរជាទូទៅបងប្អូនការបញ្ចេញកន្ទុយត្រីយើងប្រើប៉ាក់កោះចុះដែរបងប្អូនហើយបងប្អូនត្រូវតែលៃអាកន្លែងកន្ទុយត្រីយើងនឹងយើងត្រូវជាប៉ាក់យ៉ាងណាឲ្យបិទវាមកឲ្យបានរៀបរយនឹងឲ្យវាចេញកន្ទុយត្រីយើងបានស្អាតដូចគ្នាដែរណាបងប្អូនដោយសារតែការបញ្ចេញកន្ទុយត្រីគឺមានវ៉ាល់ធំអញ្ចឹងការប៉ាន់ប៉ាក់ក៏វាយ៉ាងស្មុគស្មាញតិចដែរសម្រាប់ការធ្វើបងប្អូនហើយជាទូទៅបងប្អូនការធ្វើម៉ូដកន្ទុយត្រីបែបនេះហើយជាប្រភេទអាវប៉ាក់ទៀតគឺយើងចំណាយពេលច្រើនសម្រាប់ការដេរចាក់ប្រភេទប៉ាក់នឹងដែរ